សង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលថៃឈ្លានពានមកលើកម្ពុជាមកគិតមកដល់ថ្ងៃនេះគឺរយៈពេល5ថ្ងៃមកហើយគឺស្ថានភាពនៅព្រំដែនមិនទាន់ធូរស្រាលនៅឡើយទេកាលពីព្រឹកមិញនេះខ្ញុំមើលព័ត៌មានឃើញថាស្ថានភាពនៅតាមព្រំដែននៅតែក្តៅកគុកដដែលគឺនៅតែមានការផ្លោងដាក់គ្នាទៅវិញទៅមកថៃនៅតែប្រើផ្សែងពុលនៅតែប្រើ F16 បាញ់មកលើប្រទេសកម្ពុជាហើយកម្ពុជាបានតបតទៅវិញដោយ BM21 មុននឹងខ្ញុំធ្វើការវិភាគទៅលើសង្គ្រាមឈ្លានពានមកលើកម្ពុជានិងអ្វីទៅដែលហៅថាការរួបរวมជាតិពិតប្រាកដនោះជាបឋមខ្ញុំសូមលំអោនកាយគោរពដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាដែលបានការពារទឹកដីតស៊ូលះបង់អាយុជីវិតការពារទឹកដីមាតុភូមិជាតិរបស់យើងនៅតាមដងព្រំប្រទល់ដែនកម្ពុជាថៃជាមួយគ្នានេះផងដែរខ្ញុំក៏សូមចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសពជនស៊ីវិលប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលបានស្លាប់ក្នុងភ្លើងសង្គ្រាមនេះដែលបានស្លាប់បាត់បង់ជីវិតព័ត៌មានចុងក្រោយដែលខ្ញុំទទួលបានគឺជនស៊ីវិលស្លូតត្រង់ប្រជាពលរដ្ឋសាមញ្ញ10រូបបានទទួលមរណភាពក្នុងនោះមានទារកមួយផងដែរនេះជាការឈឺចាប់ណាស់នៅពេលដែលឃើញឈាមរបស់ប្រជាពលរដ្ឋខ្មែរឈាមខ្មែរហូរពេញធរណីឈឺចាប់ណាស់នៅពេលដែលឃើញទឹកភ្នែករបស់រាជខ្មែរហូរសស្រាក់ពេញផែនថ្ពាល់សួរថាតើយើងខ្ញុំជាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក្នុងនាមគណៈបកប្រឆាំងក្នុងនាមអ្នកជំទាស់ក្នុងនាមរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សួរថាតើពួកខ្ញុំសប្បាយចិត្តមែនទេនៅពេលដែលឃើញថៃឈ្លានពានកម្ពុជាគឺអត់ទេពួកយើងមិនដែលសប្បាយចិត្តនៅពេលដែលឃើញបរទេសយកកាំភ្លើងមកបាញ់ខ្មែរទេទោះខ្មែរនោះមាននិន្នាការបែបណាក៏ដោយខ្មែរនោះគ្រប់គ្រងគណៈបកប្រឆាំងគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬខ្មែរនោះជាក្រុមគ្រួសាររបស់លោកហ៊ុនសែនក៏ដោយយើងមិនសប្បាយចិត្តទេនៅពេលដែលឃើញបរទេសឈ្លានពានយកកាំភ្លើងមកបាញ់លើប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិជាខ្មែរប៉ុន្តែយើងក្រឡេកទៅមើលសួរថាតើសង្គ្រាមនេះកើតឡើងពីនរណាយើងវិភាគម្ដងហើយម្ដងទៀតថៃមានលេសគ្រប់បែបយ៉ាងដើម្បីឈ្លានពានកម្ពុជាកំហុសដែលបណ្ដាលឲ្យមានសង្គ្រាមសប្តាហ៍ថ្ងៃនេះកំហុសធំជាងគេគឺកំហុសលោកហ៊ុនសែនយើងមិនមែនដោយសារកំពុងមានសង្គ្រាមហេតុអីទៅនិយាយរឿងនេះហេតុអីទៅដាក់បន្ទុកលើរដ្ឋាភិបាលលើសម្ដេចយ៉ាងទ្វេអីប៉ុន្តែយើងត្រូវរកមូលហេតុអ្វីដែលនៅពីក្រោយសង្គ្រាមកន្លងមកនេះគឺជាកំហុសធំបំផុតរបស់លោកហ៊ុនសែនកំហុសត្រង់ណាកំហុសទី1កាលពីថាក់ស៊ីននៅដឹកនាំប្រទេសថាក់ស៊ីននិងហ៊ុនសែនរាប់អានគ្នាជាបងប្អូនធម៌យើងដឹងហើយថាពីប្រវត្តិសាស្ត្រមកថៃនិងខ្មែរមិនដែលត្រូវគ្នាប្រមាណទេយើងដឹងថាប្រវត្តិសាស្ត្រខ្មែរយើងជាអាណាចក្រអង្គរអាណាចក្រដ៏ធំស្កឹមស្កៃធំល្វឹងល្វើយថៃវៀតទីលួចយកទឹកដីយើងច្រើនលើកច្រើនសារដូច្នេះថៃលួចទឹកដីយើងច្រើនណាស់ប៉ុន្តែហេតុអ្វីមេដឹកនាំខ្មែរហ៊ុនសែនទៅធ្វើជាបងប្អូនធម៌ជាមួយថាក់ស៊ីនក្នុងនាមមេដឹកនាំប្រទេសយើងអាចទំនាក់ទំនងក្នុងនាមការទូតយើងអាចទំនាក់ទំនងក្នុងកិច្ចការរកស៊ីរវាងប្រទេសនិងប្រទេសมันអាចទៅរាប់អានគ្នាក្នុងលក្ខណៈផ្ទាល់ខ្លួនជាបងប្អូនធម៌ទេនៅពេលដែលអ្នកកំពុងកាន់អំណាចបើអ្នកអស់អំណាចហើយអ្នកឯងចង់ទៅរាប់អានអ្នកណារាប់ទៅប៉ុន្តែអ្នកឯងនៅក្នុងអំណាចជាមេដឹកនាំប្រទេសមួយពេលអ្នកឯងទៅជួបគេក្នុងនាមប្រទេសមួយមិនមែនក្នុងនាមគ្រួសារមួយទេអ្នកឯងយកខ្លួនឯងយកប្រទេសខ្លួនឯងទៅធ្វើបងប្អូនធម៌ជាមួយគ្រួសារមួយហើយរកស៊ីជាមួយគ្នាច្រើនបែបច្រើនយ៉ាងជាពិសេសរកស៊ីជាមួយគ្នានៅកោះកុដគឺជាមូលដ្ឋានធំមួយដែលជាទីតាំងស្នូលនៃការរកស៊ី
រវាងក្រុមគ្រួសារថាក់ស៊ីនហើយនិងក្រុមគ្រួសារហ៊ុនសែនបន្ទាប់មកក្រុមគ្រួសារទាំងពីរចាប់ផ្ដើមរង្គោះរង្គើនៅពេលដែលលោកហ៊ុនម៉ាណែតឡើងកាន់អំណាចហើយលោកហ៊ុនសែនខ្លួនឯងនោះបានប្រើប្រាស់មធ្យោបាយថោកទាបដែលជាមធ្យោបាយធ្វើដាក់លើលោកកឹមសុខាគឺមធ្យោបាយបញ្ចេញសារសម្លេងទូរស័ព្ទនិយាយទូរស័ព្ទជាមួយគ្នាលួចថតសម្លេងទុកបញ្ចេញសារសម្លេងថាណែឃើញទេសម្ដីកូននេះឯងអញ្ចឹងឃើញទេហេតុផលទាំងអស់នេះហើយដែលបណ្ដាលឲ្យមានសង្គ្រាមអានេះយើងវិភាគទាំងអស់គ្នាជាកំហុសអ្នកណាជាកំហុសប្រជារាស្ត្រខ្មែរអត់ទេជាកំហុសគណៈបកប្រឆាំងអត់ទេជាកំហុសរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23អត់ទេជាកំហុសអ្នកណាយើងត្រូវទទួលស្គាល់ការពិតថាកំហុសទាំងអស់នេះជាកំហុសរបស់ហ៊ុនសែនរបស់លោកហ៊ុនសែនក្រោយមកទៀតប្រទេសកម្ពុជាចាប់ផ្ដើមបើកដៃឲ្យអ ுக ្រិតកម្មឆ្លងដែនឲ្យអ ுக ្រិតជនប្រព្រឹត្តអ ுக ្រិតកម្មឆ្លងដែននៅលើទឹកដីប្រទេសកម្ពុជាគេចាប់ផ្ដើមពីឆ្នាំណាគម្រោងគេចាប់ផ្ដើមតាំងពីឆ្នាំ2011បងប្អូនពូមីងបងប្អូន2011 Gen Z ចាប់ផ្ដើមដាក់ទុននៅលើប្រទេសកម្ពុជា2014 Gen Z ទទួលបានសញ្ជាតិខ្មែរហើយនៅឆ្នាំ2017ដោយមើលឃើញថាគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិមានសម្លេងខ្លាំងលើសលប់ច្រើនលើសលប់ហើយជាសម្លេងមួយដែលអាចប្រឆាំងទៅនឹងផែនការរបស់ហ៊ុនសែនរបស់ Gen Z របស់អ ுக ្រិតជនគេបានរំលាយគណៈបកសង្គ្រោះជាតិនៅឆ្នាំ2017ពីព្រោះប្រសិនបើមិនរំលាយគណៈបកសង្គ្រោះជាតិទេទោះបីជាគណៈបកសង្គ្រោះជាតិមានត្រឹមតែ10អាសនៈនៅក្នុងរដ្ឋសភាក៏ដោយក៏គណៈបកសង្គ្រោះជាតិជំទាស់គ្រប់បែបយ៉ាងមិនអោយអ ுக ្រិតកម្មឆ្លងដែនមាននៅលើទឹកដីប្រទេសកម្ពុជាដាច់ខាតហេតុផលទាំងអស់នេះហើយដែលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិក្រោយពីរំលាយគណៈបកសង្គ្រោះជាតិឆ្នាំ2018បោះឆ្នោតដោយឯកតោភាគីមានតែគណៈបកប្រជាជនកម្ពុជាដែលមានកៅអីក្នុងរដ្ឋសភា125អាសនៈពេលនោះហើយដែលហ៊ុនសែនបើកដៃឲ្យចិនហូរចូលក្នុងប្រទេសកម្ពុជាយើងមើលឃើញទេមុនឆ្នាំ2017ចិនអត់ហ៊ានមកបើកកាស៊ីណូនៅក្នុងប្រទេសកម្ពុជាទេដោយសារអ្វីដោយសារគណៈបកសង្គ្រោះជាតិជំទាស់ទៅនឹងគម្រោងបើកកាស៊ីណូប្រទេសកម្ពុជាជាប្រទេសដ៏តូចមួយយើងមានធនធានគ្រប់បែបយ៉ាងជាប្រទេសកសិកម្មយើងមានធនធានធម្មជាតិយើងមានធនធានទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកដែលភ្ញៀវទេសចរអាចមកទស្សនាហើយរកចំណូលបានរាប់រយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីឲ្យប្រជាពលរដ្ឋយើងបានរស់យ៉ាងស្រួលយើងអត់ត្រូវការកាស៊ីណូនៅលើទឹកដីប្រទេសកម្ពុជាទេនេះហើយគណៈបកសង្គ្រោះជាតិប្រឆាំងទៅនឹងគម្រោងកាស៊ីណូរបស់គេទើបគេរំលាយគណៈបកសង្គ្រោះជាតិឃើញទេក្រោយរំលាយគណៈបកសង្គ្រោះជាតិឆ្នាំ2018គេកាន់អំណាចពេញដៃសភាឯកបកអ្វីកើតឡើងចិនហូរចូលពេញប្រទេសកម្ពុជាពី2018រហូតដល់មុនចាក់តល័យសាក់កូវីដនៅក្រុងបរសេនុកាស៊ីណូរាប់សិបរាប់រយត្រូវបានបង្កើតត្រូវបានសាងសង់ដោយនរណាដោយជនជាតិចិនហើយចិនទាំងអស់នោះជានរណាចិនទាំងអស់នោះគឺជាចិនឧក្រិដ្ឋកម្មឧក្រិដ្ឋជនដែលប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញឧក្រិដ្ឋកម្មឆ្លងដែនការឆោបោកតាមអនឡាញលាក់នឹងលាក់នេះហើយជាមូលហេតុដែលគេរំលាយគណៈបកសង្គ្រោះជាតិកាលពីឆ្នាំ2017មូលហេតុធំខ្លាចបាត់បង់អំណាចមូលហេតុមួយទៀតគឺគេមានគម្រោងឲ្យចិនមកបោះទីតាំងលើទឹកដីកម្ពុជាទៅហើយនៅពេលកាស៊ីណូទាំងអស់នោះបើកនៅលើទឹកដីកម្ពុជាប្រទេសកម្ពុជាបានคล้ายទៅជាទីក្រុងមួយរបស់ចិនទីជាពិសេសក្រុងបរសេនុទីក្រុងអ្វីគឺទីក្រុងឧក្រិដ្ឋកម្មរបស់ចិនណាបងប្អូនពូមីងចិនជ្រើសរើសប្រទេសណាដែលក្រប្រទេសណាដែលរដ្ឋាភិបាលពុករលួយប្រទេសណាដែលអស្ថិរភាពនយោបាយដើម្បីទៅបោះទីតាំងនៅទីនោះមូលហេតុអ្វីប្រជាពលរដ្ឋក្រីក្រគិតតែកាពះខ្លួនឯងអត់គិតរឿងនយោបាយអត់គិតរឿងប្រទេសជាតិទេពីព្រោះត្រូវការបំពេញកាពះមុននេះជាភាពចាំបាច់ពីព្រោះប្រសិនបើកាពះយើងមិនពេញជីវិតយើងមិនរស់តែយើងទៅគិតប្រទេសជាតិបានបែបណានេះអ្វីដែលអ្នកក្រគិតមិនមែនខ្ញុំនិយាយហ្នឹងមិនមែនតែនៅប្រទេសកម្ពុជាទេនៅប្រទេសណាក៏ដោយ
nơiប្រទេសបារាំងក៏ដោយអ្នកដែលមិនមានធនធានគ្រប់គ្រាន់គេអត់ទាន់គិតដល់រឿងនយោបាយទេគេគិតរឿងបំពេញកាពះមុនគេគិតទៅធ្វើការបំពេញកាពះមុនបាទគេគិតរឿងប្រទេសជាតិតាមក្រោយប៉ុន្តែអ្វីដែលខ្ញុំទៅសើទោះបីគេអត់មានលទ្ធភាពគ្រប់គ្រាន់យ៉ាងណាក៏ដោយគេទៅធ្វើការយ៉ាងណាក៏ដោយប៉ុន្តែនៅពេលប៉ះពាល់ផលប្រយោជន៍ជាតិគេទៅចូលរួមប្រឆាំងការប៉ះពាល់ផលប្រយោជន៍ជាតិរបស់គេហ្នឹងប្រទេសដូចស្រីលង្កាយើងឃើញទេជំពាក់លុយចិនប្រមាណដោយសារអីដោយសារតែប្រទេសស្រីលង្កាជាប្រទេសក្រីក្រដូច្នេះហើយចិនទៅបោះទីតាំងនៅស្រីលង្កាយើងឃើញប្រទេសកម្ពុជាមានទាំង3ប្រភេទជាប្រទេសក្រីក្រយើងរបាយការណ៍របស់អង្គការអន្តរជាតិគេបញ្ជាក់ហើយថាប្រជាពលរដ្ឋខ្មែរ 60% នៅក្រោមបន្ទាត់ក្រីក្រយើងមិនអាចប្រកែកបានទេទោះបីរបាយការណ៍របស់ក្រុមគ្រួសារហ៊ុនសែនរបាយការណ៍របស់ហេងសួរដែលបញ្ចេញមកថា 99% នៃប្រជាពលរដ្ឋខ្មែរមានការងារធ្វើ 99% នៃប្រជាពលរដ្ឋខ្មែរ17លាននាក់ 99% 1% ទៀតចិត្តតែក្មេងអត់ទាន់គ្រប់អាយុចឹងឬ 1% ទៀតអ្នកអត់ការងារធ្វើ 99% ហួសហេតុពីព្រោះគេគិតដោយអ្នកណាគេគិតទាំងអ្នកណាគេគិតទាំងអ្នកសុំទានគេគិតទាំងអ្នករើសអេតចាយជាដើមអញ្ចឹងប្រជាពលរដ្ឋខ្មែរភាគច្រើនគាត់ជួបបញ្ហាជីវភាពគាត់គិតពីកាពះគាត់សិនទី2ប្រទេសកម្ពុជាជាប្រទេសដែលមានមេដឹកនាំពុករលួយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានថ្នាក់ជាតិពុករលួយឧទាហរណ៍ទម្លាក់លុយ$10 លានដើម្បីទៅអភិវឌ្ឍភូមិមួយតម្រាំទៅដល់លុយនឹងធ្លាក់ទៅដល់ភូមិសល់តែ$10 លានទេ$10 លានសល់តែ$10 លានទេមូលហេតុអីគេស៊ីបន្តគ្នារហូតចុងក្រោយសល់តែ$10 លានទៅដល់ភូមិដើម្បីអភិវឌ្ឍភូមិអានេះហើយជាអំពើពុករលួយជាប្រព័ន្ធពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានទៅធ្វើសបុតកណ្ដាលទៅធ្វើអត្រានុកូលដ្ឋានបើអត់លុយគេមិនឲ្យធ្វើទេគេមិនធ្វើឲ្យទេទាំងអស់នេះហើយដែលចិនមើលឃើញថាប្រទេសកម្ពុជាជាប្រទេសក្រោមបន្ទាត់ក្រីក្រជាប្រទេសដែលមានមេដឹកនាំពុករលួយហើយជាប្រទេសដែលអស្ថិរភាពនយោបាយបែបណាគឺគេរំលាយគណៈបក្សសង្គ្រោះជាតិដល់ពេលដែលគេរំលាយគណៈបក្សសង្គ្រោះជាតិប្រទេសនេះខ្លាយទៅជាប្រទេសផ្ដាច់ការពីព្រោះអីអត់មានបកប្រឆាំងឯកបកសភាឯកបករដ្ឋាភិបាលឯកបកដូច្នេះបែបណាគឺអស្ថិរភាពនយោបាយចិនមើលឃើញចំណុចទាំង3នេះហើយអក្រិតជនចិនហូរចូលមកប្រទេសកម្ពុជាបោះតែលុយឲ្យទៅក្រុមគ្រួសារហ៊ុនសែនធ្វើអ្វីបានតាមចិត្តយើងឃើញហើយ Gen Z បោះតែលុយព្រុសបានសញ្ជាតិខ្មែរបានคล้ายទៅជាទីប្រឹក្សារបស់លោកហ៊ុនសែនរបស់លោកហ៊ុនម៉ាណែត Ben Smith បោះលុយព្រុសបានសញ្ជាតិខ្មែរបានคล้ายទៅជាទីប្រឹក្សារបស់លោកហ៊ុនសែនហើយបានប៉ាសពតបានលិខិតឆ្លងដែនទូតប្រើទៀតលិខិតឆ្លងដែនរបស់រដ្ឋយកទៅប្រើទៀតយើងឃើញទេទាំងអស់នេះហើយគឺជាដើមហេតុហើយក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះ 2-3 ឆ្នាំចុងក្រោយនេះអ ுக ្រិតជនដែលមកប្រព្រឹត្តអ ுக ្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាកាន់តែកើនឡើងរបាយការណ៍របស់អង្គការ HRC Humanity Research Consultancy របាយការណ៍របស់ UNODC គឺអង្គការសហប្រជាជាតិការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀននិងអ ுக ្រិតកម្មគេហៅថា Human Rights United Nations Office of Drug and Crimes គេបានបញ្ចេញរបាយការណ៍គេបានរកឃើញយ៉ាងច្បាស់ថាប្រទេសកម្ពុជាគឺជាទីតាំងមជ្ឈមណ្ឌលនៃការឆបោកតាមអនឡាញមជ្ឈមណ្ឌលនៃការប្រព្រឹត្តអ ுக ្រិតកម្មអនឡាញអ ுக ្រិតកម្មឆ្លងដែន Transnational Crime Cyber Scam នៅក្នុងប្រទេសកម្ពុជាហើយប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង10ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតនៃការលាងលុយកខ្វក់លាងលុយតាមប្រភេទណាកាស៊ីណូលុយគ្រីបតូម៉ានីហើយអ្នកណាអ្នកធ្វើបងប្អូនដឹងស្រាប់ហើយចុងក្រោយព័ត៌មានហ៊ុនតូជាអ្នកណាជាជីដូនមួយរបស់ហ៊ុនម៉ាណែតជាក្មួយរបស់ហ៊ុនសែន
ហើយបើហ៊ុនតូនៅគៀកជើងហ៊ុនសែននៅគៀកស្មាហ៊ុនសែនហើយជាអ្នកធ្វើហើយហ៊ុនសែនមិនមែនមិនដឹងទេតែហ៊ុនសែនឲ្យធ្វើទៅពីព្រោះបើហ៊ុនសែនចេញមុខខ្លួនឯងវាអាក្រក់មើលពេកអញ្ចឹងឲ្យក្មួយចេញមុខទៅប៉ុន្តែលុយចូលទៅណាចូលកប៉ៅហ៊ុនសែនរឿងសង្គ្រាមនៅអ៊ុយក្រែនណាពុកម៉ែមីងបងប្អូនសង្គ្រាមនៅអ៊ុយក្រែនណារុស្ស៊ីចុងក្រោយនេះអស់លុយប៉ុន្តែសួរថាបានលុយមកពីណាបន្តសង្គ្រាមបានមកពីកូរ៉េខាងជើងហើយកូរ៉េខាងជើងបានមកពីណាក្រុម hacker ដែលគេហៅថាចៅអនឡាញរបស់កូរ៉េខាងជើងបានទៅលួចទៅប្លន់ពីធនាគារប្រទេសផ្សេង hack យកលុយពីប្រទេសផ្សេងយកមករុញទៅឲ្យក្រុមហ៊ុន Huawei Pay របស់ហ៊ុនតូលាងឲ្យស្អាតវេលុយនឹងឲ្យកូរ៉េខាងជើងវិញកូរ៉េខាងជើងរុញឲ្យទៅរុស្ស៊ីបានលុយបន្តសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀតយើងឃើញតែអាប្រព័ន្ធនៃឧក្រិដ្ឋជនឧក្រិដ្ឋកម្មនេះគឺប្រព័ន្ធមួយដ៏ធំហើយប្រសិនបើយើងប្រទេសកម្ពុជានៅតែពាក់ព័ន្ធទៅនឹងអាប្រព័ន្ធឧក្រិដ្ឋកម្មអនឡាញនេះប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយដែលអន្តរជាតិលែងទទួលស្គាល់ហើយគេលែងមើលមុខហើយពីព្រោះអីពីព្រោះជាប្រទេសមួយដែលគេហៅថាប្រទេសឧក្រិដ្ឋកម្មនេះជាមូលហេតុដែលនាំឲ្យមានសង្គ្រាមហេតុអ្វីពីព្រោះចុងក្រោយនេះជនជាតិកូរ៉េត្រូវបានគេធ្វើទរណកម្មរហូតដល់ស្លាប់សាកសពរកឃើញនៅភ្នំបូកូគឺជាទីតាំងមួយកាស៊ីណូភ្នំបូកូគឺជាទីតាំងមួយដ៏ធំដែលពួកអ ுக ្រិតជនប្រព្រឹត្តអ ுக ្រិតកម្មនៅទីនោះនៅប៉ោយប៉ែតជនជាតិថៃប្រមាណអ្នកត្រូវបានគេរកឃើញថាត្រូវបានធ្វើទរណកម្មរហូតតតែស្លាប់នៅប៉ោយប៉ែតនៅកាស៊ីណូប៉ោយប៉ែតដូច្នេះហើយថៃមានលេសក្នុងការឈ្លានពានកម្ពុជាយើងដឹងហើយបើចតាថៃចង់បានទឹកដីខ្មែរគេចង់បានប្រាសាទព្រះវិហារតាំងពីយូរហើយតាំងពីឆ្នាំ1962ដែលសម្ដេចព្រះឧត្តមសីហនុបានយកទៅប្តឹងនៅតុលាការអន្តរជាតិ ICJ ហើយយើងបានឈ្នះក្តីថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទតាមាន់ធំតាមាន់តូចជួរភ្នំដងរែកទាំងមូលថៃចិញ្ចឹមចិត្តចង់បានពីព្រោះវាហេតុអ្វីថៃចិញ្ចឹមចិត្តចង់បានមូលហេតុអីថៃចិញ្ចឹមចិត្តចង់បានជួរភ្នំដងរែកទាំងមូលពីព្រោះសម្បូរទៅដោយធនធានធម្មជាតិរ៉ែដែលរកចំណូលឲ្យប្រទេសគេបានរាប់រយលានមូលហេតុហ្នឹងហើយដែលគេចង់បានហើយគេចិញ្ចឹមចិត្តចង់បានគេរលេះដើម្បីឈ្លានពានយើងយកបានលេះបែបណាឥឡូវគេមានលេះសមស្របហើយគេថាគេកំពុងបង្ក្រាបក្រុមអ ுக ្រិតកម្មអនឡាញក្រុមអ ுக ្រិតជនអនឡាញក្រុមអ ுக ្រិតជនឆ្លងដែនដែលកំពុងលាក់សង្ងំខ្លួននៅក្នុងកាស៊ីណូនៅក្នុងប្រទេសកម្ពុជាឃើញគេប្រើយន្តហោះចម្បាំង F16 គេថាបាញ់សម្ដៅទៅកាស៊ីណូតែគេបាញ់ចំប្រជាពលរដ្ឋបាញ់ចំអីគេថាអាហ្នឹងគេបាញ់ទៅកាស៊ីណូតាឃើញទេប៉ុន្តែចំប្រជាពលរដ្ឋប៉ុន្តែយើងដឹងថាថៃមានលេសដើម្បីឈ្លានពានកម្ពុជាថៃមានលេសដើម្បីឈ្លានពានកម្ពុជាហើយធ្វើបែបណាកុំឲ្យលេសទាំងអស់នោះនៅតែមានបន្តទៀតដើម្បីកុំឲ្យលេសនោះនៅតែមានបន្តទៀតទី1បង្ក្រាបក្រុមអ ுக ្រិតកម្មអ ுக ្រិតជនឆ្លងដែននៅប្រទេសកម្ពុជាទាំងអស់ចាប់ Gen Z យកទៅឲ្យអាមេរិកកំពុងតាមចាប់ខ្លួនហ៊ុនសែនត្រូវចាប់ Gen Z ហ៊ុនម៉ាណែតត្រូវចាប់ Gen Z រុញទៅឲ្យអាមេរិកអា Ben Smith ក៏ដោយចាប់យកទៅឲ្យអាមេរិកចាប់មេអ ுக ្រិតជនអនឡាញជាពិសេសហ៊ុនតូដូចគ្នាចាប់ក្មួយខ្លួនឯងបញ្ជូនទៅឲ្យគេកាត់ទោសទៅអានឹងប្រសិនបើចង់ឲ្យថៃអស់លេសដើម្បីឈ្លានពានកម្ពុជាប្រសិនបើហ៊ុនសែនមិនធ្វើទេមានតែប្រជាពលរដ្ឋខ្មែរអ្នកធ្វើតើប្រជាពលរដ្ឋខ្មែរគួរធ្វើបែបណាដើម្បីកុំឲ្យថៃមានលេសឈ្លានពានកម្ពុជាតទៀតសំទោសឆ្លើយទីចុះបណ្ដេញក្រុមគ្រួសារតកូលហ៊ុនសែនចេញដកឲ្យដូចស្ពៃបដ ாய் ទៅពេលហ្នឹងយើងអស់មានអ្នកកាងឲ្យក្រុមអ ுக ្រិតជនអនឡាញទៀតហើយអ ுக ្រិតកម្មលែងមាននៅលើកម្ពុជាហើយពីព្រោះអីអស់អ្នកកាងឲ្យក្រុមអ ுக ្រិតជនអញ្ចឹងអស់អ្នកកាងឲ្យក្រុមអ ுக ្រិតជនក្រុមអ ுக ្រិតជនធ្វើអីនៅលើទឹកដីកម្ពុជាលែងបានហើយដូច្នេះនៅពេលដែលអស់ក្រុមអ ுக ្រិតជនថៃអស់មានលេសឈ្លានពានកម្ពុជាទៀតហើយមួយទៀតសំទោសខ្ញុំភ្លេចមូលហេតុដ៏សំខាន់មួយទៀតដែលមានសង្គ្រាមដោយសារអីការបែងចែកព្រំដែនអត់ច្បាស់លាស់ការបែងចែកព្រំដែនអត់ច្បាស់លាស់មកពីហ៊ុនសែននិងថាក់ស៊ីនស៊ីស៊ូគ្នាគូផែនទី1ផែនទីនោះគូដោយថៃគូដោយថាក់ស៊ីនប៉ុន្តែពេលនោះហ៊ុនសែនថាក់ស៊ីនជាបងធွာប្អូនធွာនឹងគ្នាគេស្រឡាញ់គ្នាល្អុកល្អឿនស្អិតរមួតកាត់មិនដាច់ណា
គេព្រមគេព្រមបាទជំរាបសុំទោសវិញខ្ញុំអត់ទាន់បានជម្រាបសួរពូមីងដែលបានទៅសេបងសួរពូធនវុធីហេតុអ្វីបានជាថៃមិនវាយរុលចូលទឹកដីខ្មែរបានត្រឹមផ្លោកដាក់បាទថៃបាទខ្ញុំវិភាគទៅសុំទោសខ្ញុំមិនមែនជាអ្នកនយោបាយធំដុំអីទេប៉ុន្តែខ្ញុំអាចវិភាគដឹងទៅតាមអ្វីដែលខ្ញុំធ្លាប់សិក្សារៀនសូត្រអ្វីដែលខ្ញុំស្រាវជ្រាវថៃអត់ចង់បានទឹកដីកម្ពុជាទាំងមូលទេពីព្រោះថៃគេតាំងខ្លួនគេថាជាប្រទេសប្រជាធិបតេយ្យជាប្រទេសគោរពសិទ្ធិមនុស្សអញ្ចឹងគេចង់បានព្រំដែនច្បាស់លាស់គេនិយាយអញ្ចឹងគេចង់បានព្រំដែនច្បាស់លាស់ពីព្រោះនៅឆ្នាំ1904 1907នៅសល់តំបន់សច្រើននៅពេលដែលបារាំងចុះកិច្ចព្រមព្រៀងបារាំងសៀមពេលនោះគឺខ្ញុំមើលឃើញហើយផែនទីនោះគឺនៅសល់ចន្លោះសច្រើនព្រំដែនមិនទាន់កំណត់ច្បាស់លាស់ដូច្នេះហើយបានជាថៃគេចិញ្ចឹមចិត្តថានេះយកតាមព្រំដែននេះដីរបស់គេឃើញមែនតើបច្ចុប្បន្នភាពផែនព្រំដែនបច្ចុប្បន្នជាមួយថៃគឺព្រំដែនបន្សល់ទុកពីបារាំងសៀម1907ប៉ុន្តែថៃចិញ្ចឹមចិត្តចង់បានត្រឹមព្រំដែនដែលថៃគូដែលថាក់ស៊ីនបានគូជាមួយហ៊ុនសែនគឺគេចង់បានត្រឹមប៉ុណ្្នឹងឯងគេអត់ចង់បានផែនទឹកដីខ្មែរទាំងមូលទេដូច្នេះហើយគេត្រឹមផ្លោងដាក់តែប៉ុណ្្នឹងទេគេអត់វាយចូលដីខ្មែរច្រើនទេប៉ុន្តែបើយើងនិយាយដល់ចូលទឹកដីខ្មែរបងប្អូនកុំភ្លេចពូមីងកុំភ្លេចខាងកើតសំទោសខ្ញុំក៏មានមិត្តភ័ក្តិជាជនជាតិវៀតណាមជនជាតិយួនដែរប៉ុន្តែខ្ញុំត្រូវនិយាយការពិតពីព្រោះអ្វីដែលគេកំពុងធ្វើគេហៅថាវៀតណាមតូបនីយកម្មគឺគេបញ្ជ្រាបប្រជាពលរដ្ឋគេចូលមកក្នុងទឹកដីខ្មែរអានឹងហើយជារបៀបដែលគេចង់បានទឹកដីខ្មែរធ្វើដូចថៃអត់ចង់បានទឹកដីខ្មែរទាំងមូលទេថៃចង់បានត្រឹមព្រំដែនបន្ទាត់ខ្សែព្រំដែនហ្នឹងដែលគេបានគូទៅប៉ុណ្្នឹងទេឥឡូវយើងនិយាយបន្តទៅដល់រឿងដែលគេថារួបរวมជាតិខ្ញុំឃើញហ៊ុនម៉ាណែតសរសេរថាបច្ចុប្បន្នពេលកលៈទេសៈនេះយើងត្រូវរួបរวมគ្នាប្រឆាំងសត្រូវឈ្លានពានអូខេខ្ញុំទទួលស្គាល់ខ្ញុំសាទរប្រសិនជាមានការរួបរวมជាតិប៉ុន្តែរួបរวมជាតិបែបណាតាមផ្លូវណារបៀបណារួបរวมជាតិតាមរបៀបហ៊ុនសែនដែលយើងទៅចោះចូលជាមួយហ៊ុនសែនហើយបន្តមកហ៊ុនសែនធ្វើអីតាមចិត្តយើងអាចរួបរวมជាតិបែបហ្នឹងបានទេយើងអាចរួបរวมជាតិបែបហ្នឹងបានទេហើយក៏យើងមិនអាចរួបរวมជាតិហើយឲ្យគេបើកដៃឲ្យក្រិតជនហូរចូលពេញស្រុកខ្មែរទៀតក៏យើងអាចបានដែរបើហ៊ុនសែនហ៊ុនម៉ាណែតបង្ហាញឆន្ទៈចង់រួបរวมជាតិប្រឆាំងសត្រូវឈ្លានពានមែនកិច្ចការដំបូងដែលត្រូវធ្វើមុនគេអត់ពិបាកទេហ៊ុនសែនហ៊ុនម៉ាណែតធ្វើបានភ្លាមបើហ៊ុនសែនហ៊ុនម៉ាណែតចង់ធ្វើឥឡូវបានភ្លាមដោះលែងអ្នកទោសមនសិការដោះលែងអ្នកទោសនយោបាយដោះលែងយុវជនបដិឋានទោះបីគាត់ចេញមកគាត់មិនអាចទៅកាន់កំភ្លើងតតាំងបាញ់គ្នាជាមួយសៀមពិតមែនជាមួយថៃពិតមែនប៉ុន្តែនៅពេលដែលគាត់ចេញមកគាត់អាចជួយទី1ប្រមូលមូលនិធិជួយទៅកាន់ជនភៀសសឹកទី2ពួកគាត់ត្រូវបានអន្តរជាតិទទួលស្គាល់ក្រុមមេដាធម្មជាតិអន្តរជាតិទទួលស្គាល់ថាជាយុវជនដែលតស៊ូដើម្បីបរិស្ថានដូច្នេះថៃកំពុងបាញ់ផ្លោងមកបំផ្លាញបរិស្ថានបំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិសម្បត្តិជាតិសម្បត្តិបេតិកភណ្ឌពិភពលោកយុវជនទាំងអស់ហ្នឹងគាត់អាចយករឿងទាំងអស់នេះយកទៅបង្ហាញពិភពលោកពីព្រោះពិភពលោកទទួលស្គាល់ពួកគាត់ថាគាត់ជាជនរងគ្រោះដូច្នេះនៅពេលដែលហ៊ុនសែនហ៊ុនម៉ាណែតដោះលែងពួកគាត់អាចយករឿងទាំងអស់នេះទៅប្រាប់ពិភពលោកថាឥឡូវនេះថៃកំពុងឈ្លានពានកម្ពុជាបំផ្លាញធនធានធម្មជាតិបំផ្លាញទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកអ្នកឯងមិនអាចបង្ងើយកតើបានទេប៉ុន្តែសួរថាហ៊ុនសែនហ៊ុនម៉ាណែតធ្វើទេ Fresh News ព្រឹកមិញគេចេញព័ត៌មានមកថាហេតុអ្វីកាសែតបរទេសផ្សាយលំអៀងមូលហេតុមកពីយើងមិនអនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយពិតប្រាកដប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាស្ថាប័នព័ត៌មានរាប់រយដែលកំពុងមាននៅក្នុងប្រទេសកម្ពុជាហ្នឹងគឺជាស្ថាប័នព័ត៌មានដែលកាន់ជើងទ្រពងហ៊ុនសែនហ៊ុនម៉ាណែតផ្សាយព័ត៌មានរាល់ថ្ងៃអរគុណសន្តិភាពមានតែសម្ដេចទាំងពីរទេស្អីចុះហេតុអីមិននិយាយការពិតក្នុងសង្គមបង្ហាញការរួបរวมជាតិដូចខ្ញុំនិយាយអត់ពិបាកទេទី1ដោះលែងអ្នកទោសមនសិការដោះលែងមេដាចលនាយុវជនចលនាមេដាធម្មជាតិយុវជនបរិស្ថានដោះលែងលោកខាច់សេដ្ឋាដោះលែងអ្នកស្រីសេងធីរី
អ្នកស្រីសេងធារីគាត់មានសញ្ជាតិអាមេរិកគាត់អាចទៅចេញពីពន្ធនាគារគាត់អាចទៅអាមេរិកគាត់អាចទៅប្រាប់សហរដ្ឋអាមេរិកថាឥឡូវនឹងថៃកំពុងឈ្លានពានខ្មែរហើយដោះលែងលោកសុនចន្ទធីគាត់អាចប្រមូលឡើងវិញអ្នកដែលគ្រប់គ្រងគណៈបព្វប្រឆាំងដើម្បីប្រមូលគ្នាសស្រាក់សស្រាំជួយជនភៀសសឹកទោះបីគាត់មិនអាចទៅសមរភូមិមុខតែគាត់នៅសមរភូមិក្រោយគាត់អាចជួយសមរភូមិក្រោយឃើញទេទាំងអស់នេះហើយដើម្បីបង្ហាញការបង្រួបបង្រួមជាតិអត់ពិបាកទេរាល់ថ្ងៃក្រែងហ៊ុនសែនត្រួតព្រះមហាក្សត្រទេយើងដឹងទាំងអស់គ្នាហើយដូច្នេះអត់ពិបាកទេហ៊ុនសែនសញ្ញាមកខ្វាច់សម្ដេចសយមនីសញ្ញាមកខ្វាច់ពួកគាត់ដោះលែងចេញពីពន្ធនាគារគាត់អាចធ្វើការងារបានច្រើនអាហ្នឹងបើយើងចង់បង្ហាញពីការបង្រួបបង្រួមជាតិហើយបើសិនជាខ្លួនឯងមានចិត្តចង់រួបរวมជាតិពិតមែនបើកផ្លូវឲ្យទូរទស្សន៍អាស៊ីសេរីចូលទៅកាន់ប្រទេសកម្ពុជាភ្នាក់ងាររបស់ទូរទស្សន៍អាស៊ីសេរីចូលទៅកាន់ប្រទេសកម្ពុជាទៅយកព័ត៌មានពិតផ្សាយទៅកាន់ពិភពលោកទោះបីទូរទស្សន៍អាស៊ីសេរីមិនមែនក្របខ័ណ្ឌអង្គការសង្គមស៊ីវិលដោយវិទ្យុអាស៊ីសេរីបើកើតឡើងដោយរដ្ឋសហរដ្ឋអាមេរិកពិតមែនប៉ុន្តែមានពាក្យអាស៊ីសេរីមួយម៉ាត់គឺជាទទួលស្គាល់មិនមែនតែខ្មែរយើងទេគឺអន្តរជាតិក៏គេទទួលស្គាល់ដែរថាយើងជាសារព័ត៌មានឯករាជ្យពួកគាត់ជាសារព័ត៌មានឯករាជ្យដូច្នេះនៅពេលដែលពួកគាត់ចុះទៅដល់ទីតាំងយកព័ត៌មានពិតគាត់អាចប្រាប់ព័ត៌មានពិតដែលថៃឈ្លានពានកម្ពុជាពីស្ថានភាពជនភៀសសឹកពីស្ថានភាពក្របខ្លោងពីស្ថានភាពនៃការខូចខាតរបស់បេតិកភណ្ឌពិភពលោកសម្បត្តិធម្មជាតិសម្បត្តិជាតិផ្សាយទៅកាន់បរទេសទៅកាន់អន្តរជាតិកាសែតបរទេសគេអាចយកពីអាស៊ីសេរីយកទៅផ្សាយបន្តហេតុអីអ្នកឯងមិនធ្វើអ្នកឯងទៅលូអូកាសែតបរទេសហេតុអីមិនផ្សាយរឿងពិតហេតុអីផ្សាយលំអៀងមកពីសារព័ត៌មានក្នុងស្រុកគេមិនអាចជឿជាក់បានគេមិនអាចជឿជាក់បានដូច្នេះគេមិនអាចយកសារព័ត៌មានណែយកទៅជឿជាក់បានទេហើយដូចរឿងលោកម៉ាត់ហាន់អ្នកសារព័ត៌មានបារាំង France វ៉ាងកាត់ណែកុំតែខឹងគេថាអីគេផ្សាយចេញទៅពីថៃពីព្រោះអីថៃគេកសាងប្រព័ន្ធសារព័ត៌មានជាមួយអន្តរជាតិនឹងរាប់សិបឆ្នាំមកហើយខ្ញុំនិយាយមែនណាថៃទោះបីពេលដែលក្រមយោធាកាន់អំណាចធ្វើរដ្ឋប្រហារក៏គេអត់បិទមាត់អ្នកសារព័ត៌មានដែរអ្នកសារព័ត៌មានអន្តរជាតិនៅតែធ្វើការបាននៅក្នុងប្រទេសថៃចូលផ្សាយសួរថាប្រទេសកម្ពុជាក្រោយពេលរំលាយគណៈបកសង្គ្រោះជាតិអ្នកសារព័ត៌មានឯករាជ្យបិទចោលទាំងអស់សារព័ត៌មានឯករាជ្យជាតិសារព័ត៌មានឯករាជ្យអន្តរជាតិអត់ទាំងអស់ហើយសួរថារកព័ត៌មានពិតពីណាបើមានតែព័ត៌មានលើកជើងហ្នឹងនេះហើយដែលសារព័ត៌មានអន្តរជាតិធំគ្មានទំនុកចិត្តគ្មានជំនឿចិត្តទៅលើសារព័ត៌មានក្នុងស្រុកហើយអ្នកឯងនិយាយថារួបរวมជាតិរួបរวมបែបណាប្រសិនបើរួបរวมបែបណាបើអ្នកឯងមិនបើកផ្លូវឲ្យសារព័ត៌មានឯករាជ្យចូលទៅក្នុងប្រទេសកម្ពុជាយកព័ត៌មានពិតផ្សាយទៅកាន់ពិភពលោកផងហ្នឹងអ្នកឯងយកសុកចិត្តយកលុយទៅជួល Alfaro ជានរណាមិនមែនអ្នកសារព័ត៌មានទេ Alfaro គ្រាន់តែជាពួកគេហៅថាក្រុម lobby នៅសហរដ្ឋអាមេរិក lobby ឲ្យប្រទេសនេះ lobby ឲ្យក្រុមនេះក្រុមនោះមិនមែនអ្នកសារព័ត៌មានវិជ្ជាជីវៈមានវិជ្ជាជីវៈពិតប្រាកដក្នុងការផ្សព្វផ្សាយអត់ទេបាទបងលីតាត្រឹមត្រូវហើយមកពីប្រទេសយើងខ្វះព័ត៌មានឯករាជ្យខ្វះអ្នកសារព័ត៌មានឯករាជ្យពីព្រោះអ្នកសារព័ត៌មានឯករាជ្យបើមិនត្រូវចាប់ខ្លួនទេត្រូវគេមិនដឹងចេញពីស្រុកឥឡូវប្រសិនបើហ៊ុនសែនហ៊ុនម៉ាណែតអះអាងថាខ្លួនឯងចង់បង្រួមជាតិមែនសំណើរបស់ខ្ញុំមាន3ក្នុងនាមយុវជនម្នាក់យុវជនដែលស្រឡាញ់និងគិតគូរពីប្រទេសកម្ពុជាបាទមីងចិនណាបើហ៊ុនសែនហ៊ុនម៉ាណែតនៅតែដឹកនាំប្រទេសប្រជាពលរដ្ឋគ្មានបានសុខទេត្រឹមត្រូវមីងពីមុនគេថាអត់ពីហ៊ុនសែនទៅមានសង្គ្រាមតែឥឡូវមានហ៊ុនសែនក៏មានសង្គ្រាមដែរមានហ៊ុនសែនហើយមានហ៊ុនម៉ាណែតទៀតមានសង្គ្រាមហើយមុននឹងនិយាយសំណើខ្ញុំអំពីការរួបរวมជាតិខ្ញុំឆ្លៀតឱកាសនិយាយរឿងមួយក្នុងបាញ់មិញនេះនៅពេលខ្ញុំកំពុង live ផ្ទាល់ក្នុងវីដេអូរបស់ខ្ញុំឃើញមានអ្នកជេរមកខ្ញុំអាក្រក់អក្តីណាប៉ុន្តែខ្ញុំមិនខឹងខ្ញុំមិនទៅប្រកាន់ទេដោយសារអីពួកគាត់ពេលខ្លះទោះបីរៀនបានខ្ពស់អនុបណ្ឌិតក៏ដោយបណ្ឌិតក៏ដោយនៅពេលដែលខ្វះការពិចារណា
ក្នុងខួរក្បាលគាត់មានតែពាក្យជេរគេថាបណ្ឌិតនៅពេលដែលខ្សែគប់ជនពាលបណ្ឌិតនោះអាក្រក់ជាងជនពាលទៅទៀតអាក្រក់ជាងជនពាលទៅទៀតហើយគេថាមួយទៀតអ្នកដែលអត់ដែលរៀនសូត្រយើងកំប្រើពាក្យល្ងងខ្លៅអ្នកដែលអត់ដែលបានរៀនសូត្រនៅចិត្តបណ្ឌិតពិតប្រាកដគាត់មានចំណេះដឹងជាងបណ្ឌិតទៀតគាត់មានចំណេះដឹងជាងបណ្ឌិតទៅទៀតអញ្ចឹងមិនថាអ្នកខ្លះចេញមកជេរពីវាលពីការសំទោសខ្ញុំអត់យកពេលវេលាខ្ញុំទៅឆ្លើយតបទៅខមមិនឆ្លើយតបជេរតវិញជាមួយអ្នកឯងទេពីព្រោះពាក្យជេររបស់អ្នកឯងវាគ្មាននៅក្នុងខួរក្បាលខ្ញុំទេគ្រាន់តែជាខ្យល់កាត់តិចបក់កាត់តិចតែប៉ុណ្ណឹងហើយខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយុវជនខ្មែរខ្ញុំដឹងថាបងប្អូនពូមីងពុកម៉ែមានកំហឹងពីការឈ្លានពានរបស់បរទេសជិតខាងមកលើប្រទេសកម្ពុជាប៉ុន្តែសូមមេត្តាកុំជេរគេឲ្យសោះយើងធ្វើជាប្រជាពលរដ្ឋនៃប្រទេសមួយដែលឲ្យគេត្រូវឲ្យគេគិតថាយើងជាប្រជាពលរដ្ឋដែលមានសិលធម៌មានសច្ចធម៌មានយុត្តិធម៌ជាប្រជាពលរដ្ឋដែលកាន់សិល5ពីព្រោះយើងជាប្រទេសកាន់ពុទ្ធសាសនាទោះបីមានបងប្អូនខ្លះគាត់កាន់សាសនាដទៃប៉ុន្តែប្រទេសកម្ពុជាជាប្រទេសដែលកាន់ពុទ្ធសាសនាពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះយើងត្រូវប្រកាន់សិលធម៌នៅក្នុងខ្លួនគឺមានសិលហើយមានធម៌កុំនិយាយពាក្យអសុរោះជេរគេខ្ញុំឃើញអូស Facebook មកឃើញតែជេរគេសំទោសអារលាយអារន្ទះបាញ់ស្អីហ្នឹងបងប្អូនសូមមេត្តាឈប់ទៅពីព្រោះទោះបីយើងជេរគេក៏សង្គ្រាមមិនឈប់ដែរមិនបញ្ចប់ដែរងាកមកសំណើរបស់ខ្ញុំ3ទៅកាន់របបទីក្រុងភ្នំពេញហ៊ុនសែនហ៊ុនម៉ាណែតសំណើទី1សំណើទី2ខ្ញុំបានលើកឡើងហើយដែលខ្ញុំបានបកស្រាយបើសិនជាមានការចង់មានការបង្រួមជាតិពិតប្រាកដដើម្បីប្រឆាំងបរទេសឈ្លានពានដើម្បីបង្ក្រាបអ ுக ្រិតកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាទី1ដោះលែងអ្នកទោសមនសិការទី2បើកផ្លូវឲ្យមានសារព័ត៌មានឯករាជ្យធ្វើការនៅក្នុងប្រទេសកម្ពុជាទូរទស្សន៍អាស៊ីសេរី TFA អ្នកសារព័ត៌មានផ្សេងទៀតដែលជាអ្នកសារព័ត៌មានឯករាជ្យបើកផ្លូវទៅឲ្យគេចូលទៅធ្វើការយកព័ត៌មានពិតផ្សាយចេញទី3បើកផ្លូវឲ្យពួកខ្ញុំចូលទៅក្នុងប្រទេសកម្ពុជាដើម្បីមានឱកាសទៅបម្រើប្រទេសជាតិទៅការពារប្រទេសជាតិពួកខ្ញុំនឹងគឺសំដៅមកលើយើងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សមាជិកសំទោសមិនមែនខ្ញុំនិយាយទេមិនមែនក្នុងនាមរដ្ឋាភិបាលខ្ញុំនិយាយតែសមាជិកខ្លួនខ្ញុំផ្ទាល់ទេមិនបាច់បើកផ្លូវបើហ៊ុនសែនហ៊ុនម៉ាណែតខ្លាចលោកសំរងស៊ីដល់ថ្នាក់សំបីសម្អល់ឬសំលេងមិនបាច់បើកផ្លូវឲ្យគាត់ក៏បានដែរតែសូមបើកផ្លូវឲ្យលោកកឹមសុខសូមបើកផ្លូវឲ្យលោកសុនដារាសូមបើកផ្លូវឲ្យលោកឆាំឆានីសូមបើកផ្លូវឲ្យលោកទេពមនោរម្យសូមបើកផ្លូវឲ្យខ្ញុំជុងលៀងហើយបើកផ្លូវហ្នឹងមិនមែនបើកផ្លូវឲ្យចូលទៅដល់ស្រុកខ្មែរចាប់ពួកខ្ញុំដាក់គុកដដែលយើងទៅការពារប្រទេសជាតិមិនកើតអាហ្នឹងមិនមែនការរួបរวมជាតិទេគឺទៅដោយសេរីភាពមានសេរីភាពធ្វើការងារគ្រប់គ្រាន់យើងធ្វើការគ្រប់គ្រាន់ដើម្បីការពារប្រទេសជាតិកម្ពុជារបស់យើងបើអ្នកឯងថាចង់រួបរวมជាតិបើកផ្លូវឲ្យពួកខ្ញុំចូលទៅដើម្បីយើងបានចូលទៅស្រុកខ្មែរការពារជាតិរបស់យើងជាតិនឹងមិនមែនជាតិរបស់ក្រុមគ្រួសារហ៊ុនសែនតែម្នាក់ឯងទេជាតិរបស់ពួកខ្ញុំដូចគ្នាដូច្នេះនេះជាសំណើរបស់ខ្ញុំប្រសិនបើមានភ្នាក់ងាររបស់ហ៊ុនសែនហ៊ុនម៉ាណែតកំពុងតាមដាន live នេះស្ដាប់ហើយយកទៅប្រាប់ពួកគាត់ទៅថានេះជាសំណើរបស់ខ្ញុំសំណើរបស់យុវជននៅប្រទេសបារាំងគឺយើងចង់ចូលទៅក្នុងប្រទេសកម្ពុជាដើម្បីទៅការពារប្រទេសដើម្បីទៅបម្រើប្រទេសជាតិអញ្ចឹងបើកផ្លូវទៅបើកផ្លូវហើយក្រោយចប់សង្គ្រាមដោះស្រាយបញ្ហាព្រំដែនចប់រួចរាល់រៀបចំការបោះឆ្នោតត្រឹមត្រូវឲ្យមានគណៈបកប្រឆាំងត្រឹមត្រូវឲ្យគណៈបកប្រឆាំងទាំងអស់មានសិទ្ធិធ្វើនយោបាយដូចគ្នាមានសមត្ថភាពបញ្ចេញសមត្ថភាពទៅប្រជែងគ្នាដោយសមត្ថភាពឥឡូវហ្នឹងក្រែងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតជាពិសេសថាខ្លួនឯងមានប្រជាប្រិយភាពណាស់ហើយមានតែសម្ដេចទេទប់ទល់សង្គ្រាមបានអញ្ចឹងដល់ពេលចប់សង្គ្រាមហ្នឹងអស់សង្គ្រាមយើងដោះស្រាយបញ្ហាសង្គ្រាមចប់រៀបចំការបោះឆ្នោតមួយទៅរៀបចំការបោះឆ្នោតមួយ
ដល់ត្រឹមត្រូវមានគណៈបកប្រឆាំងទាំងអស់ចូលរួមបើកផ្លូវឲ្យគេឃោសនាបានត្រឹមត្រូវកុំចាប់គេដាក់គុកកុំធ្វើទុកបុកម្នេញកុំទៅគំរាមកំហែងបេក្ខជនគេធ្វើអញ្ចឹងទៅប្រសិនបើអ្នកឯងមានប្រជាប្រិយភាពអ្នកឯងឈ្នះឆ្នោតប្រសិនបើបោះឆ្នោតត្រឹមត្រូវអ្នកឯងមានប្រជាប្រិយភាពអ្នកឯងឈ្នះឆ្នោតយើងទទួលស្គាល់ថាអ្នកឯងឈ្នះអាហ្នឹងគឺអញ្ចឹងនេះគឺជាសង្គមប្រជាធិបតេយ្យបើអ្នកឯងថាខ្លួនឯងប្រជាធិបតេយ្យខ្លួនឯងមានប្រជាប្រិយភាពខ្លាំងណាស់កុំខ្លាចនឹងការបើកផ្លូវឲ្យពួកយើងចូលហើយនៅពេលដែលយើងមានប្រជាប្រិយភាពពួកយើងបោះឆ្នោតត្រឹមត្រូវយើងមានរដ្ឋាភិបាលត្រឹមត្រូវអន្តរជាតិក៏គេទទួលស្គាល់យើងហើយអ្នកឯងមិនចាំបាច់ត្រូវការលុយពីពួកអ ுக ្រិតជនដើម្បីបន្តការដំណើរគ្រប់គ្រងប្រទេសទេអ្នកឯងមានលុយពីអន្តរជាតិជួយអន្តរជាតិបើកផ្លូវឲ្យអ្នកវិនិយោគចេញចូលគ្រប់គ្រាន់ហើយពេលនោះអត់ខ្វះទេថវិកាដើម្បីកសាងប្រទេសជាតិអាហ្នឹងបើសិនជាអ្នកឯងចង់ឃើញការរួបរวมដែលអ្នកឯងនិយាយថារួបរวมជាតិពិតមែនរួបរวมគឺបែបហ្នឹងរួបរวมគឺបែបហ្នឹងមិនមែនរួបរวมជាតិហាឡើងចាប់ពួកប្រឆាំងដាក់គុកអ្នកជំទាស់ដាក់គុកអ្នកនិយាយការពិតត្រូវចាប់ដាក់គុកទាំងអស់អញរួបរวมជាតិតែគ្នាឯងអ្នកដែលលើកជើងក្រពងអញតែប៉ុណ្្នឹងអាហ្នឹងមិនមែនហៅថាការរួបរวมជាតិទេហ្នឹងមិនមែនហៅថាការរួបរวมជាតិទេបាទដូច្នេះថ្ងៃនេះអស់រយៈពេលច្រើនដែរហើយដែលខ្ញុំ live ហើយដោយសារដល់ពេលវេលាត្រូវទៅធ្វើការដូច្នេះខ្ញុំសូមអរគុណពុកម៉ែមីងបងប្អូនដែលបានតាមដានការផ្សាយផ្ទាល់នេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ហើយខ្ញុំសូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែរជនភៀសសឹកនៅក្នុងប្រទេសកម្ពុជាបានទទួលសុខសុវត្ថិភាពមានចំណីអាហារគ្រប់គ្រាន់ហើយសូមឲ្យសង្គ្រាមឆាប់បញ្ចប់ហើយពួកគាត់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញដើម្បីពួកគាត់បានប្រកបកិច្ចការចិញ្ចឹមជីវិតរស់នៅដោយសុខសន្តិភាពទាំងអស់គ្នាប៉ុន្តែសន្តិភាពពិតប្រាកដមិនមែនសន្តិភាពដោយអ្វីដែលក្រុមគ្រួសារហ៊ុនសែនលើកឡើងសន្តិភាពចាប់គេដាក់គុកនោះទេគឺសន្តិភាពពិតប្រាកដទាំងផ្លូវកាយទាំងផ្លូវចិត្តយើងមានសន្តិភាពមានសេរីភាពធ្វើការត្រឹមត្រូវមានសេរីភាពដើរហើរមានសេរីភាពធ្វើអ្វីគ្រប់យ៉ាងដូច្នេះខ្ញុំសូមអរគុណហើយសូមប្រសិទ្ធពរជ័យជូនដល់ពុកម៉ែមីងបងប្អូននិងប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួបតែសេចក្តីសុខនិងពុទ្ធពរទាំង4ប្រការយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណសូមជម្រាបលា